សូមជូនរឿងព្រះអង្គសំណាងនៅថ្ងៃមួយនៅព្រះបរមរាជវាំងដ៏ស្កឹមស្កៃព្រះរាជាកំពុងត្រៀមខ្លួនសម្រាប់ពិធីហែកក្បួនដ៏ធំទ្រង់បានបន្ទូលទៅកាន់ព្រះអង្គម្ចាស់សំណាងថាបុត្រត្រូវត្រៀមខ្លួនឲ្យរួចរាល់មកុដរបស់បុត្រត្រូវតែភ្លឺរលោងព្រះអង្គម្ចាស់សំណាងដឹងថាទ្រង់ត្រូវតែរស់រានរួចជាស្រេចប៉ុន្តែនៅពេលដែលព្រះអង្គម្ចាស់សំណាងពិនិត្យមើលមកុដរបស់ទ្រង់ក៏បានឃើញថាវាមិនភ្លឺរលោងសោះវាពោពេញទៅដោយធូលីដីទ្រង់បានព្យាយាមជូតវាប៉ុន្តែវានៅតែស្រអាប់ដដែលតើខ្ញុំអាចចូលរួមពិធីហែកក្បួនដោយរបៀបណាទ្រង់គិតយ៉ាងព្រួយបារម្ភព្រះអង្គម្ចាស់ដឹងថាមានតែលោកតាជាងតងនៅភូមិឆ្ងាយទេទើបអាចជួយទ្រង់បានទ្រង់ក៏បានចេញដំណើរយ៉ាងលឿនកាត់តាមវាលស្រែដ៏ខៀវស្រងាត់និនស្រស់ឈូកដ៏ស្រស់ស្អាតព្រះអាទិត្យចាប់ផ្ដើមទាបទៅហើយនៅកណ្ដាលផ្លូវព្រះអង្គម្ចាស់សំណាងបានឃើញដំរីចាស់មួយក្បាលកំពុងដើរឈឺជើងវាមានឈ្មោះថាពិសិដ្ឋកំពុងតែឈឺចាប់យ៉ាងខ្លាំងដោយសារមានបន្លាមួយយ៉ាងធំស៊ុបនៅក្នុងជើងរបស់វាព្រះអង្គម្ចាស់សំណាងក៏ឈប់ដើរភ្លាមទោះបីជាទ្រង់ប្រញាប់ក៏ដោយក៏ព្រះអង្គម្ចាស់សំណាងមិនអាចទុកឲ្យពិសិដ្ឋឈឺចាប់បានឡើយទ្រង់បានលុតជង្គង់ចុះហើយដោយក្តីមេត្តាទ្រង់បានដកបន្លាចេញពីជើងរបស់ពិសិដ្ឋយ៉ាងប្រុងប្រយ័ត្នពិសិដ្ឋសម្លឹងមើលព្រះអង្គម្ចាស់ដោយកែវភ្នែកដ៏ដឹងគុណនៅពេលដែលព្រះអង្គម្ចាស់សំណាងទៅដល់ផ្ទះលោកតាជាងតងមេឃចាប់ផ្ដើមងងឹតហើយលោកតាបានប្រញាប់ប្រញាល់ខាត់មើលគុតរហូតដល់ភ្លឺរលោងរួចរាល់ហើយព្រះអង្គម្ចាស់ប៉ុន្តែតើព្រះអង្គអាចត្រឡប់ទៅទាន់ពេលដែរឬទេលោកតាសួរដោយព្រួយបារម្ភព្រះអង្គម្ចាស់សំណាងបានជិះរទេះសេះត្រឡប់ទៅវិញយ៉ាងលឿនប៉ុន្តែដោយសារតែផ្លូវរលាក់ពេករទេះរបស់ទ្រង់ក៏បាក់កង់រទេះឈប់ងក់ហើយព្រះអង្គម្ចាស់សំណាងមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយអូខ្ញុំពិតជាទៅមិនទាន់ទេទ្រង់យំយ៉ាងខ្លាំងភ្លាមនោះស្រាប់តែមានដំរីចាស់មួយក្បាលដើរចេញពីព្រៃគឺពិសិដ្ឋនោះឯងពិសិដ្ឋមិនភ្លេចសេចក្តីថ្លៃថ្នូររបស់ព្រះអង្គម្ចាស់ឡើយវាបានលុតជង្គង់ចុះនៅពីមុខព្រះអង្គម្ចាស់សំណាងដោយក្តីគោរពនិងដឹងគុណពិសិដ្ឋបានជួយលើកព្រះអង្គម្ចាស់សំណាងឲ្យអង្គុយនៅលើខ្នងរបស់វាពិសិដ្ឋដើរយ៉ាងលឿននិងមានលំនឹងសម្ដៅទៅកាន់ព្រះបរមរាជវាំងដែលកំពុងតែមានភ្លើងបំភ្លឺប្រងព្រាតព្រះអង្គម្ចាស់សំណាងសប្បាយចិត្តយ៉ាងខ្លាំងព្រះអង្គម្ចាស់សំណាងបានទៅដល់ទាន់ពេលព្រះរាជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញបុត្រមានមកុដភ្លឺរលោងនិងមានមិត្តសម្លាញ់ជាដំរីដ៏ស្មោះត្រង់ទ្រង់បានបង្រៀនថាសេចក្តីសប្បុរសគឺជាគ្រឿងលម្អដ៏មានតម្លៃបំផុតរបស់ព្រះអង្គម្ចាស់